បងប្អូននៅចាំកីឡាករម្នាក់នេះទីអាប់ឌុលឡាដៃឡូគេត្រៀមឡើងសង្វៀនលំដាប់ពិភពលោកមួយនេះក្នុងពេលឆាប់បាទបងប្អូនយើងចឹងប្រិមិត្តយើងប្រកាសជាស្គាល់ហើយកីឡាករម្នាក់នេះដែលជាដៃគូចាស់របស់អ្នកលេងពូថៃដៃពិឃាតធឿនធីរ៉ាការប្រកួតរវាងគាត់ជាមួយនឹងធឿនធីរ៉ាកាលពីថ្ងៃទី4ខែឧសភាកន្លងទៅនេះគឺគេចាញ់បន្ទុកមិនអាចដណ្ដើមខ្សែក្រវ៉ាត់ពីធឿនធីរ៉ាបាននោះទេហើយនៅថ្ងៃទី31ខែឧសភាចុងខែនេះហើយអាប់ឌុលឡាដៃឡូនឹងត្រូវប្រកួតនៅលើសង្វៀនលំដាប់ពិភពលោកគឺសង្វៀន K1 ក្នុងកម្មវិធី Pro Fight 2028ពិតប្រាកដណាស់ម្នាក់នោះគឺជាអាប់ឌុលឡាដៃឡូចឹងគេត្រូវប្រកួតនាថ្ងៃទី31នៅលើសង្វៀនលំដាប់ពិភពលោកគឺ K1 ប៉ះជាមួយនឹងកីឡាករ Stoyan បាទបងប្អូនយើងដឹងហើយអ្នកដែលមើលបដាល់ប្រកាសជាស្គាល់កីឡាករបាទរបស់ក្រូអឺរីរូបនេះហើយគេអត់ទើបតែឈ្នះបាទប្រកួត 8Man Tournament គឺគេជាជើងឯកបងប្អូនយើងបាទរហូតក្លាយជាកីឡាករដែលល្អបំផុតប្រចាំបាទសង្វៀន K1 ម្នាក់នេះក៏ធ្លាប់ជួបជាមួយនឹងស្ដេចប្រដាថៃប៊ូខាវផងដែរបាទការប្រកួតកាលពីថ្ងៃទី7ខែកក្កដាកន្លងទៅគឺគេឈ្នះបន្ទុក3ទឹកពេញតែម្ដងទៅលើស្ដេចប្រដាថៃប៊ូខាវហើយម្នាក់នេះហើយដែលលោក Tommy Kim ចរចាមកប្រកួតជាមួយធឿនធីរ៉ាដែរប៉ុន្តែគេមិនមកប្រកួតនោះទេបើសិនជាឲ្យគេប្រកួតក្នុងលក្ខខណ្ឌគុណខ្មែរជាមួយធឿនធីរ៉ាគឺគេមិនប្រកួតនោះទេបាទកីឡាករគេល្បីគឺ kick boxing បងប្អូនយើងបាទកីឡាកររូបនេះចឹងតើបងប្អូនយើងគិតថាអ្នកណានឹងទទួលបានជ័យជំនះខណៈដៃគូចាស់របស់ធឿនធីរ៉ាគឺកីឡាករអាប់ឌុលឡាដៃឡូត្រូវជួបជាមួយនឹងកីឡាករប្រចាំសង្វៀន K1 គឺ Stoyan បងប្អូនយើងកុំភ្លេចចូលរួម comment ថាអ្នកណានឹងចាប់អ៊ុតទាំងអស់គ្នានាថ្ងៃទី31បាទពលគឺត្រូវជាមួយនឹងថ្ងៃការប្រកួតបាទទន្ទឹមនឹងគ្នាជាមួយនឹងបាទពេជ្រសម្បត្តិផងដែរកុំភ្លេចចូលរួម comment នៅខាងក្រោមសូមអរគុណ